យកបុណ្យស័ក្តិទៅធ្វើអាជីវកម្មដូចយកដុំភ្លើងដាក់នៅក្នុងផ្ទះស័ក្តិយោះកើតចេញពីការបំពេញតួនាទីដោយក្តីសុចរិតមិនមែនកើតចេញពីការប្រើអំណាចដោយបំពានឡើយដាវអញ្ញាសឹកមិនដែលយកយល់សាច់ស្អុយសាច់ឈាមបង្កើតសាច់ញាតិរាប់អាននោះទេកាន់តែផ្ទុះក៏ក្រើកទៀតហើយពុកម៉ែបងប្អូនអីយ៉ាអីយោយផ្អើលពេញសង្គមហើយថ្មីនេះគឺក៏ក្រើកពេញទីលានមន្ត្រីរាជការហើយយុគ9ដាវអញ្ញាសឹកដ៏មុតស្រួចវះកាត់មហារាជសាច់ស្អុយក្នុងជួរកងកម្លាំងឯកឧត្តមអភិសន្តិបណ្ឌិតសសុខាជេងបទបញ្ជាដាច់ថែបដកតំណែងនិងបន្ថយស័ក្តិយោះមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តស្ទឹងត្រែង6រូបរួមទាំងស្នងការរងផ្កាយមួយនិងកូនបង្កើតដែលហ៊ានក្បត់ជំនឿចិត្តរាជនិងក្បត់សេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាផ្សាយចេញពីរាជធានីភ្នំពេញត្រូវនឹងថ្ងៃទី21ខែមករាឆ្នាំ2026នេះវិធានការដាច់ថែបវះកាត់មន្ត្រីដល់រស់លើខ្នងរាជក្នុងស្មារតីពង្រឹងភាពជាគំរូនិងសិលធម៌វិជ្ជាជីវៈនៃរាជរដ្ឋាភិបាលអាណត្តិទី7ក្រោមអគ្គមគ្គទេសឯកដឹកនាំប្រកបដោយកតេបណ្ឌិតវិធានការដាច់ថែបនេះគឺជាការតម្រង់ទិសដ៏ត្រឹមត្រូវបំផុតដើម្បីឲ្យមន្ត្រីគ្រប់ជាន់ឋានៈងាកមកបំពេញកាតព្វកិច្ចបម្រើរាជដោយភាពស្មោះត្រង់ល្អផូរផង់និងសិលធម៌ខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ញកម្មរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងបេសកកម្មបបោសសម្អាតមន្ត្រីខិលខូចដើម្បីសាងកិត្តិយសជាតិសេចក្តីថ្លៃថ្នូរកងកម្លាំងនិងសេចក្តីសុខសាន្តពិតប្រាកដជូនប្រជានុរាស្ត្រគ្រប់រូបចំណាត់ការច្បាស់លាស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញដាវសាមរ័យយ៉ាងចាំងចែងយ៉ាងសស្ញាចបានកាត់វះតម្រឹមដកចេញដើម្បីកុំឲ្យមានមន្ត្រីយកអំណាចរដ្ឋទៅបំរើផលប្រយោជន៍បុគ្គលទៀតវិធានការដកតំណែងនិងបន្ថយស័ក្តិមន្ត្រីនគរបាលជាន់ខ្ពស់រហូត6រូបនៅខេត្តស្ទឹងត្រែងគឺជាសារអាសន្នបញ្ជាក់មហារាជយ៉ាងជ្រៅចាក់ក្នុងក្រអៅឆ្អឹងខ្ចីក្នុងជួរកម្លាំងត្រូវតែស្គីលចោលជាបន្ទាន់ដើម្បីការពារកិត្តិយសជាតិនិងសេចក្តីទុកចិត្តរបស់ប្រជានុរាស្ត្រឲ្យបានល្អផូរផង់បំផុតយុត្តិធម៌គ្មានការយោគយល់និងការកំចាត់បកពួកនិយមផ្អែកតាមប្រកាសលេខ873របកចុះថ្ងៃទី12ខែមករាឆ្នាំ2026នេះវិធានការក្តៅដង្ហើមួយនេះមានចំណុចស្លាប់រស់ដូចជា1កំចាត់បកពួកគ្រួសារនិយមនិងខ្សែស្រឡាយចំណុចដែលធ្វើឲ្យសាធារណជនចាប់អារម្មណ៍ខ្លាំងបំផុតគឺការដាក់វិន័យចំឈ្មោះលោកឧត្តមសេនីយ៍ត្រីច័ន្ទសុផាផ្កាយមួយដែលជាស្នងការរងនិងកូនបង្កើតឈ្មោះច័ន្ទសុភ័ក្រនេះគឺជាភ័ស្តុតាងដែលមិនអាចប្រកែកបានថាច្បាប់គឺរឹងមាំខ្លាំងណាស់និងស្មើភាពសម្រាប់មនុស្សគ្រប់គ្នានៅចំពោះមុខច្បាប់និងវិន័យរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាគឺគ្មានឡើយពាក្យថាបងប្អូនឬខ្សែស្រឡាយមានតែត្រូវនិងខុសចំពោះមុខច្បាប់តែប៉ុណ្ណោះ2ការទម្លាក់បុណ្យស័ក្តិយ៉ាងចាស់ដៃនេះមន្ត្រីទាំង6រូបរួមទាំងឋានៈដឹកនាំក្នុងវីរសេនាធំការពារព្រំដែនគោកលេខ701ត្រូវបានដកហូតមុខតំណែងនិងបន្ថយឋានន្តរស័ក្តិយ៉ាងទាបបំផុតក្នុងករណីខ្លះត្រូវបន្ថយរហូតដល់2ថ្នាក់បញ្ជាក់ថាអំណាចមិនមែនជាអាវក្រោះការពារកំហុសនោះឡើយអ្នកដែលហ៊ានយកអំណាចរដ្ឋទៅដោះដូរនិងលៀបសក្ការៈនោះបុគ្គលនោះកំពុងតែស៊ីបាយរាជសងគុណដោយការក្បត់ជាតិនេះ3សារព្រមានចំពោះបទល្មើសព្រំដែនការសង្ស័យពាក់ព័ន្ធនឹងបទល្មើសជនបរទេសឆ្លងដែនគឺជាអំពើក្បត់ជាតិយ៉ាងធ្ងន់ធ្ងរវិធានការនេះគឺជាមេរៀនមាសដែលចែងចាំងសម្រាប់មន្ត្រីជួរមុខកុំឲ្យយកស័ក្តិយោះរដ្ឋទៅដោះដូរនិងប្រកាសដែលនាំឲ្យអន្តរាយដល់សន្តិសុខជាតិទាំងមូល
គួររំលឹកផងដែរថាតម្រង់ទិសដើម្បីសេចក្តីសុខរាជវិធានការយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាគឺជាការតម្រង់ទិសឲ្យមន្ត្រីងាកមកបំពេញកាតព្វកិច្ចជូនរាជដោយភាពស្មោះត្រង់បំផុតស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ACU និងអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវយកករណីស្ទឹងត្រែងនេះជាកញ្ចក់ឆ្លុះបញ្ចាំងដើម្បីបំបោះសម្អាតអង្គភាពខ្លួនឯងឲ្យស្អាតកុំទុកឲ្យមន្ត្រីខូចម្នាក់បំផ្លាញកិត្តិយសមន្ត្រីល្អៗដែលកំពុងលះបង់ដើម្បីជាតិនេះជាតិសាសន៍មួយដែលរុងរឿងទៅបានលុះត្រាតែមន្ត្រីមានវិន័យនិងស្គាល់ពីតួនាទីខ្លួនឯងច្បាស់ដូចដែលមានការអប់រំមកថាមនុស្សម្នាក់ត្រូវដឹងខ្លួនថាខ្លួនជាអ្វីមានតួនាទីដូចម្ដេចត្រូវធ្វើអ្វីខ្លះកុំឲ្យលើសកុំឲ្យខ្វះបើហ៊ានធ្វើលើសតួនាទីដើម្បីតែលៀបសការៈបុគ្គលនោះត្រូវច្បាប់កំចាត់ចោលជាក់ជាមិនខានហាងក្រុងធម្មជាតិជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់សួនប្រណិតរបស់អ្នកពីហាងក្រុងធម្មជាតិទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ010 29 78 និង 91 066 58 42 និង 68ហាងក្រុងធម្មជាតិហាងផ្កាសេរីមង្គលនិងពិធីការមានទទួលរៀបចំដេគ័រផ្កាស្រស់និងផ្កាជួរដោយតម្លៃសមរម្យសម្រាប់ពិធីមង្គលការពិធីកាត់ចំណងដៃពិធីភ្ជាប់ពាក្យពិធីឡើងគេហដ្ឋានថ្មីឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ096 57 777 04 077 73 01 18